សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកទស្សនាការងារចុងសប្តាហ៍របស់ខ្ញុំគឺការងារឃ្វាលគោនៅវាលស្មៅដ៏ស្រស់ស្អាតនេះជាហ្វូងគោរបស់ខ្ញុំដែលកំពុងរីករាយនឹងស្មៅស្រស់ៗការឃ្វាលគោគឺទាមទារភាពអត់ធ្មត់និងការយល់ដឹងពីចរិតលក្ខណៈរបស់វាការឃ្វាលគោមិនមែនគ្រាន់តែជាការអង្គុយលេងនោះទេយើងត្រូវចេះសង្កេតសម្លឹងមើលទៅហ្វូងគោជានិច្ចខ្លាចក្រែងពួកវាចូលស៊ីដំណាំអ្នកជិតខាងឬក៏ជាប់ភក់ជ្រាំពេលខ្លះយើងត្រូវតែរត់ដេញតាមគោដែលរឹងរូសពេលខ្លះទៀតត្រូវប្រើដំបងដើម្បីវាយដេញពួកវាម្យ៉ាងទៀតការឃ្វាលគោមិនមែនគ្រាន់តែជាការងារនោះទេវាជាការតភ្ជាប់ដ៏ស៊ីជម្រៅទៅនឹងវប្បធម៌និងឫសគល់នៃជនបទខ្មែរវាជាភាពសាមញ្ញដែលបង្កើតបានជាអនុស្សាវរីយ៍ដ៏ល្អនិងមានតម្លៃបំផុតក្នុងជីវិតបងប្អូនដឹងទេគោគឺជាសត្វដែលចូលចិត្តស៊ីស្មៅនៅពេលព្រឹកព្រលឹមព្រោះស្មៅមានជាតិទឹកនិងស្រស់ល្អតើបងប្អូនមានបទពិសោធន៍អ្វីខ្លះក្នុងការឃ្វាលគោអាចខមមិនប្រាប់ខ្ញុំបានបងប្អូននេះជាទិដ្ឋភាពនៃការងារឃ្វាលគោនាចុងសប្តាហ៍របស់ខ្ញុំដែលពោរពេញទៅដោយភាពនឿយហត់ផងនិងភាពរីករាយផងបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like និង Subscribe ដើម្បីតាមដានវីដេអូថ្មីៗទៀតណាសូមអរគុណសម្រាប់ការទស្សនា